វាត្រូវបានគេរកឃើញ30ឆ្នាំមុនលោកគ្រូសៀងបានប្រើទ្វារខ្មោចទាំង10មជុល3ដើមបានជួយសង្គ្រោះគ្រួសារហ៊ូបរិសុទ្ធចំណាស់ការចាក់ថ្នាំមួយដងអាចពន្យាអាយុជីវិតមនុស្សម្នាក់បាន30ឆ្នាំនោះហើយជាមូលហេតុដែលមេគ្រួសារហ៊ូមានអាយុ7ឆ្នាំវាដូចជាភេទដែលងាប់ត្រូវបានរស់ឡើងវិញគេនិយាយថាសមាជិកគ្រួសារហ៊ីវដែលកាន់តំណែងខ្ពស់កញ្ញា Jane Chan Go Ling Long វាក៏ជាឈ្មោះដែលបានចុះបញ្ជីរបស់ Master សៀងផងដែរសិស្សតើនោះមិនមែនជាប្អូនស្រីពៅរបស់ Chen Yang ទេតើត្រឹមត្រូវទេវាបង្ហាញថាអត្តសញ្ញាណរបស់ Chen Yang គឺច្រើនជាងគ្រួសារឈិនរបស់យើងកាន់តែអាចកំបាំងថែមទៀតជីវើដៃរបស់អ្នកបានក្រឡាប់ម្ដងទៀតនរណាម្នាក់ហៅទូរស័ព្ទទៅវិជ្ជបណ្ឌិតលោកតាឈ្មោះ Chen Yang ល្អជីវើសុខសប្បាយជាទេChen Yang តើយល់យ៉ាងម៉េចដែរនេះជារឿងធ្ងន់ធ្ងរអៃដឺឈីនសូមអភ័យទោសចំពោះការនិយាយត្រង់របស់ខ្ញុំប៉ុន្តែគ្រួសារឈីនជំនាញដែលទទួលមរតកពីគ្រួសារមានចំណុចខ្វះខាតបន្ថែមពីលើរូបរាងរបស់ Theng Ye ពិសេសក្នុងស្ថានភាពល្អបំផុតរបស់គាត់ត្រូវការជំនាញក្បាច់គុនការពុះកញ្ជ្រោលក្នុងករណីធ្ងន់ធ្ងរអាចនាំឲ្យខ្វិនជាអចិន្ត្រៃយ៍លុះត្រាតែត្រូវបានបំផ្លាញទាំងស្រុងវាជាអន្ទាក់មួយទេវាគឺថាខ្ញុំនឹងឈប់វឹកហាត់លុះត្រាតែខ្ញុំស្លាប់ហើយចេញយ៉ាងអ្នកពិតជាអាចព្យាបាលជាយូរបាន9មែនទេខ្ញុំនឹងជួយKen Yuធ្វើឲ្យស្ថានភាពមានស្ថិរភាពជាមុនសិនអរគុណចេញយ៉ាងនឹងឈីនជីវមានរដ្ឋធម្មនុញ្ញរាងកាយពិសេសខ្ញុំក៏ត្រូវខិតខំរៀនសូត្រជាមួយអ្នកដើម្បីសម្រេចបាននូវរឿងនេះដែរតើវាត្រូវបានព្យាបាលយ៉ាងពេញលេញទេសៀវវៃតើអ្នកកំពុងនិយាយអ្វីការដាំដុះទ្វេទេខ្ញុំទើបតែវាពីអ្នកផ្សេងតាមពិតទៅដោយប្រើជីវិតដើម្បីគ្រប់គ្រងយិននិងយ៉ាងព្យាបាលក៏អាចសម្រេចបាននូវប្រសិទ្ធភាពនៃការដាំដុះពីផងដែរផ្លែឈើអូខ្ញុំយល់ហើយស្ថានភាពរបស់យឺអាចព្យាបាលបានលោកអូល្អណាស់ខ្ញុំអាចសាកល្បងវាជាមុនសិនបានមិនអីទេខ្ញុំនឹងសាកល្បងវាខ្ញុំនឹងស្ដាប់អ្នកដុតភ្លើងសម្រាប់ទៅទុកឲ្យខ្ញុំណែនាំអ្នកវាត្រូវតែទទួលបានជោគជ័យការតម្រៀបជុំទី1បានបញ្ចប់ហើយខ្ញុំមានអារម្មណ៍ថាចុះយ៉ាងណាវិញឈីនជីវឆ្អឹងជំនីខាងឆ្វេងរបស់ខ្ញុំលែងឈឺទៀតហើយរាងកាយរបស់ខ្ញុំមានអារម្មណ៍ធូរស្រាលធម្មពលខាងក្នុងចរាចរណ៍និងលាតសន្ធឹងច្រើនណាស់អស្ចារ្យណាស់លោកគ្រូឆេនអ្នកពិតជាខិនរបស់ខ្ញុំមែនអ្នកសង្គ្រោះគ្រួសារខ្ញុំនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះរាងកាយរបស់ Theng Ye បញ្ហានេះត្រូវការពេលយ៉ាងហោចណាស់3ខែការកែសម្រួលអារម្មណ៍ដោយវិធីនេះខួបកំណើតគម្រប់100ឆ្នាំរបស់លោកហ៊ូយ៉ានចេនយ៉ាងតើអ្នកមានរោគផ្លូវការទេឈុតនេះល្អសម្រាប់ខ្ញុំទេគ្រួសារហ៊ូគឺជាគ្រួសារដែលមានជាងគេបំផុតនៅជាងឆេងលោកគ្រូចាស់ហ៊ូឲ្យតម្លៃអ្នកខ្លាំងណាស់យើងក៏ត្រូវស្លៀកពាក់ឲ្យបានសមរម្យដែរយើងមានការគោរពយ៉ាងខ្លាំងចំពោះគ្រួសារបារម្ភពីសម្លៀកបំពាក់របស់អ្នកអីខ្ញុំនឹងរៀបចំជាងកាត់ដេរឲ្យអ្នកធ្វើវាឲ្យអ្នករោគផ្លូវការវាហាក់ដូចជាជាវីពិតជាចូលចិត្តឆេនណាស់វិជ្ជមានចេញយ៉ាងអ្នកតែងតែស្នាក់នៅសន្តាគារនេះក៏មិនមែនជាដំណោះស្រាយដែរនៅក្នុងទីក្រុងរបស់ខ្ញុំមានអាផាតមិនមួយនៅក្នុងចិត្តខ្ញុំហេតុអ្វីអ្នកមិនធ្វើដូច្នេះចូលយើងផ្លាស់ទីទៅទីនោះសៀវវៃខ្ញុំពេញចិត្តនឹងសេចក្តីសប្បុរសរបស់អ្នកបាត់ចាស់ប៉ុន្តែខ្ញុំអាចទិញវាបានផ្ទះមួយអ្វីតើអ្នកខ្លាចអ្វីដែលអ្នកក៏ទិញនឹងពេលអាហារពេលនេះហើយនៅមិនអីទេដូច្នេះតើអ្នកចង់ទិញខ្ញុំប្រភេទណាខ្ញុំនឹងទៅជាមួយអ្នកដើម្បីមើលវាទេបើដូច្នោះចូលយើងទៅជាមួយកណ្ដឹងដែរបាត់ចាស់លោកគ្រូអ្នកស្រីលីនសហគមន៍របស់យើងមានអគារខ្ពស់ឥឡូវនេះសហគមន៍នេះអាចចូលទៅដល់បានតែតាមផ្លូវគោកប៉ុណ្ណោះជាន់បើកចំហធំជាច្រើនជាពិសេសតំបន់ផែនការបើកចំហដ៏ធំនេះគឺជារបស់យើងប្លង់ផ្ទះរបស់ស្តេកនៀតពង្រីកជើងមេឃតាមរយៈចំណុចកណ្ដាលភ្ជាប់លោកគ្រូឆេនពិតជាអ្នកមែនតើគាត់ជានរណាអតីតអតិថិជនម្នាក់គឺអ្នកស្រីវ៉ាងលោកស្រីវ៉ាងវីយូណាស់មកហើយត្រូវហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអ្នកខ្ញុំត្រូវការសម្រាប់ស្មារតីរបស់ខ្ញុំចាប់ដើមចាស់ហើយបញ្ហានេះបានកើតឡើងម្ដងហើយម្ដងទៀតខ្ញុំបានសាកល្បងចេញអ្នកល្អដូចអ្នកទេសិប្បកម្ម